នៅពេលដែលមេឃភ្លៀងអាកាសធាតុរាងត្រជាក់ៗតែងតែនឹកឃើញថាចង់ញ៉ាំសម្លក្តៅៗដែលមានបន្លែច្រើនមុខរួមជាមួយនឹងសាច់ត្រីអ្នកទាំងអស់គ្នាអញ្ចឹងក៏សម្រេចចិត្តថាថ្ងៃនេះចង់មកស្លជាមួយនឹងសម្លប្រហើរចាញ៉ាំដោយសារតែសម្លមួយមុខនេះគឺថាមានរសជាតិឆ្ងាញ់ផ្អែមចេញពីបន្លែសព្វមុខអញ្ចឹងមុននឹងទៅផ្សារទិញបន្លែជាមួយនឹងគ្រឿងផ្សំធ្វើសម្លមួយឆ្នាំងគឺថាមកចាបេះកាត់ជាមួយនឹងស្លឹក គល់ស្លឹកគ្រៃសិនអ្នកទាំងអស់គ្នាចាហើយបន្ទាប់មកគឺចាទៅផ្សារទិញបន្លែបានច្រើនមុខមែនតើអ្នកទាំងអស់គ្នាគឺថាមានននោងចាមានតឡាចមានផ្សិតមានស្និតពោតចាមានល្ពៅមានផ្ទីចាហើយស្លឹកបាសចាហើយថ្ងៃនេះក៏ចង់ស្លជាមួយនឹងត្រីឆ្លាំងអ្នកទាំងអស់គ្នាចាអញ្ចឹងត្រីឆ្លាំងគឺខ្ញុំចាមានតែចំនួន1ក្បាលទេរៀងធំដែរអ្នកទាំងអស់គ្នាប្រហែលជា ចាចិត្តកន្លះគីឡូដែរណាទាំងអស់គ្នាអញ្ចឹងធ្វើការលាងសម្អាតត្រីជាមួយនឹងអំបិលចាហើយបន្ទាប់មកគឺខ្ញុំដាក់ត្រីយើងដាក់ស្ងោរអ្នកទាំងអស់គ្នាដើម្បីបេះយកសាច់ណាបន្ទាប់មកគឺខ្ញុំមកធ្វើការលាងសម្អាតជាមួយនឹងបន្លែនិយាយទៅសម្លមួយមុខនេះទាំងអស់គ្នាពេលដែលមានបន្លែសពមុខបែបនេះគឺថារសជាតិគឺថាឆ្ងាញ់ខ្លាំងមែនតែនចាគឺថាញ៉ាំតែសម្លហ្នឹងក៏ឆ្ងាញ់ចាមិនបាច់ញ៉ាំជាមួយបាយក៏មានអារម្មណ៍ថាវាផ្អែមចាហើយគឺថារសជាតិហ្នឹងគឺថាញ៉ាំអត់ចេះទ្រាំទេចាអញ្ចឹងឥឡូវនេះគឺថាមានត្រាវដែរអ្នកនរអគ្នាចាអញ្ចឹងសម្រាប់បន្លែគឺខ្ញុំធ្វើការលាងសម្អាតច្រើនទឹកខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំធ្វើការចាកាត់បន្លែរបស់យើងចាគឺអានោះក៏ខ្ចីល្អចានិយាយទៅគឺថាគ្រាន់តែនឹកឃើញគឺស្រក់ទឹកមាត់តែម្ដងអ្នកទាំងអស់គ្នាសម្លមួយមុខនេះខ្ញុំជឿថាមិនថាកូនក្មេងឬមួយក៏មនុស្សចាស់គឺថាអាចញ៉ាំបានទាំងអស់គ្នាតែម្ដងហើយសម្រាប់អ្នកដែលគាត់ចង់សម្រកគីឡូចាឬមួយក៏ថែរក្សារាងគឺថាសម្លមួយមុខនេះគឺថាត្រូវតែម្ដងដោយសារតែវាអត់មានចាសារធាតុខ្លាញ់នៅក្នុងសម្លមួយឆ្នាំងនេះទេគឺសុទ្ធសឹងតែជាបន្លែស្រស់ៗរួមជាមួយនឹងសាច់ត្រីពេលដែលយើងញ៉ាំច្រើនទៅក៏វាមិនមានបញ្ហាឡើងគីឡូអីដែរអ្នកទាំងអស់គ្នាហើយសម្រាប់បន្លែអ្នកទាំងអស់គ្នាអាចជ្រើសរើសទៅតាមចំណូលចិត្តអ្នកទាំងអស់គ្នាអាចចាថែមជាមួយនឹងបន្លែផ្សេងទៀតក៏បានតាគឺសម្លមួយមុខនេះគឺអត់រើសបន្លែអ្នកទាំងអស់គ្នាបន្លែច្រើនកាលណាគឺរសជាតិកាន់តែឆ្ងាញ់ទ្វេដងអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំមានច្រើនមុខដែរអ្នកទាំងអស់គ្នាសុខសិនតែជាបន្លែដែលខ្ញុំចូលចិត្តតែម្ដងនិយាយទៅសម្លប្រហើរនេះគឺខ្ញុំចោលអត់បានតែម្ដងគឺផ្សិតអ្នកទាំងអស់គ្នាផ្សិតជាមួយនឹងត្រាវពេលដែលយើងញ៉ាំទៅគឺថាមានរសជាតិឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីធ្វើការស្ងោរត្រីបានឆ្អិនហើយខ្ញុំក៏ចាបេះយកសាច់ត្រីយើងដើម្បីធ្វើការបុកអ្នកទាំងអស់គ្នានិយាយទៅត្រីតែមួយក្បាលទេប៉ុន្តែសាច់ថាឡើងណែនតែម្ដងអញ្ចឹងឥឡូវបន្ទាប់មកគឺខ្ញុំនឹកឃើញថានៅក្នុងផ្ទះគឺមានត្រីឆ្អើរដែរអ្នកទាំងអស់គ្នាក៏នឹកឃើញថាចង់ស្លលាយជាមួយនឹងត្រីឆ្អើរខ្លះទៅដើម្បីឲ្យសម្លយើងកាន់តែមានជាតិណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការបេះជាមួយនឹងត្រីឆ្អើរហើយខ្ញុំក៏បន្តមកបុកជាមួយនឹងគ្រឿងណាសម្រាប់គ្រឿងនេះគឺខ្ញុំទិញមកពីផ្សារស្រាប់អ្នកទាំងអស់គ្នាដែលគេមានកិនជាមួយនឹងម្ដេចចាគល់ស្លឹកគ្រៃឬមួយក៏ល្មៀតអីរួចជាស្រេចហើយយើងគ្រាន់តែយកមកបន្ថែមជាមួយនឹងខ្ទឹមសហើយនឹងខ្ជាយបន្តិចឯអ្នកទាំងអស់គ្នាអញ្ចឹងគ្រឿងហ្នឹងបុករៀងម៉ត់ល្អហើយខ្ញុំក៏បន្ថែមសាច់ត្រីដែលមានដូចជាត្រីស្រស់និងត្រីឆ្អើរអ្នកទាំងអស់គ្នាចូលទៅដើម្បីធ្វើការចាបុកវាឲ្យសព្វល្អឲ្យរៀងម៉ត់តិចមកខ្ញុំក៏លួចជាមួយនឹងគីបន្តិចអ្នកទាំងអស់គ្នាគឺកាពិហ្នឹងណាចាដោយសារតែសម្លនេះគឺខ្ញុំចង់បានរសជាតិរៀងឈ្ងុយចេញពីកាពិដែរអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវបន្លែក៏យើងបានចិតរួចរាល់អស់ហើយគ្រឿងជាមួយនឹងសាច់ត្រីក៏យើងបានបង់រួចរាល់ហើយដែរអញ្ចឹងឥឡូវយើងធ្វើការស្លតែម្ដងចាជាដំបូងហ្នឹងគឺទឹកចិត្តពុះហ្នឹងគឺខ្ញុំដាក់ជាមួយនឹងបន្លែយើងចូលមុនណាអ្នកទាំងអស់គ្នាដោយសារតែសាច់ត្រីគឺយើងបានចម្អិនឆ្អិនរួចហើយចាអញ្ចឹងគឺយើងដាក់បន្លែណាដែលវារៀងរឹងមុនណាបន្ទាប់មកគឺខ្ញុំយកទឹកសម្លរៀងក្តៅហ្នឹងមកជ្រុំគ្រឿងជាមួយនឹងសាច់ត្រីដើម្បីឲ្យវារៀងសព្វល្អសិននៅពេលដែលយើងអត់ជ្រុំបែបនេះគឺយើងចាក់យកតែម្ដងវាអាចធ្វើឲ្យសាច់ត្រីនេះវារៀងដុំណាអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវយើងគ្រាន់តែធ្វើការយកទឹកក្តៅហ្នឹងមកជ្រុំទៅគឺរួចរាល់ហើយក៏យើងដាក់ជាមួយនឹងគ្រឿងដែលយើងបានបុកជាមួយនឹងសាច់ត្រីចូលតែម្ដងចាហើយបន្ទាប់មកគឺខ្ញុំផ្សំជាមួយនឹងគ្រឿងផ្សំដូចជាទឹកត្រីអំបិលប៊ីចេងស្ករសបន្តិចចាហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងបន្លែស្លឹកណាអ្នកទាំងអស់គ្នាបន្លែដែលវារហ័សនឹងឆ្អិនណាចុងក្រោយគេចាបន្ទាប់មកគឺយើងបង់តែម្ទេសបន្តិចទៅគឺជាការស្រេចតែម្ដងអ្នកទាំងអស់គ្នាគឺថាទំនងខ្លាំងមែនតែម្ដង